បាទនេះជាសកម្មភាពសាកល្បងឧបករណ៍ពុតតទឹកដោយសាច់តមានប្រវែង9ម៉ែត្រឬក៏យើងអាចពុតលើស9ម៉ែត្រនឹងទៀតក៏បានអាស្រ័យតែយើងគិតថាយើងអាចលើកបានវាអត់ក្រិចយើងអាចដាក់បានយើងអាចពុតលើសនឹងទៀតក៏បានលើស9ម៉ែត្រទៅ3 10ម៉ែត្រ4 10ម៉ែត្រក៏បានដែរចំពោះគុណសម្បត្តិឧបករណ៍នេះយើងបានតសាច់មួយអញ្ចឹង9ម៉ែត្រយើងបានតសាច់មួយអញ្ចឹងយើងអត់ភ័យរឿងវាខ្លាចលិចតំណលិចអីពេលវាដាច់កៅលិចតំណលិចអីយើងអត់ភ័យអត់បារម្ភដោយសារតែវាសាច់មួយអញ្ចឹងបើបងចាប់អារម្មណ៍ចង់បានតសាច់មួយអាចធ្វើឧបករណ៍នេះពុតបានបាទសូមអរគុណ